នៅទីបំផុតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃត្រូវបានចុះហត្ថលេខាដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវីរៈគុលក្រោមអធិបតេយ្យភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំហើយក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ាននៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះផងដែរហើយសមិទ្ធផលថ្មីនេះជាប្រវត្តិសាស្ត្រថ្មីដែលកើតចេញពីយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង